បងប្អូនអាចនឹងទទួលបានលុយដោយយើងអត់ដឹងខ្លួនទេខ្ញុំជឿជាក់យ៉ាងប្រកបថាលុយចូលខ្ញុំមកដោយងាយស្រួលជាទីបំផុតលុយដែលខ្ញុំត្រូវការបន្ទាន់ហ្នឹងគឺមកហ្មងអ្នកវិទ្យាសាស្ត្រគាត់បាននិយាយហើយនៅពេលណាដែលយើងចាប់ផ្ដើមស្វែងរកយើងនឹងចាប់ផ្ដើមឃើញវាឧទាហរណ៍ងាយអ្នកទាំងអស់គ្នាអត់បានចាប់អារម្មណ៍ថានៅលើផ្លូវមានឡានពណ៌ក្រហមប្រមាណទេបើសិនជាព្រលឹមឡើងមានគេមកប្រាប់ថាឲ្យតាអ្នកឯងរាប់ចំនួនឡានពណ៌ក្រហមឲ្យបាន11គ្រឿងខ្ញុំនឹងជូនលុយអ្នកឯងរហូតដល់ទៅ$111ជឿថាបងប្អូនទាំងអស់គ្នានឹងចាប់ផ្ដើម focus តែទៅលើឡានក្រហមដែលនៅតាមដងផ្លូវឯងព្រោះហេតុអីដោយសារតែយើងចាប់ផ្ដើមផ្ដោតនឹងអ្វីដែលគេនិយាយថាឲ្យតែបាន11ឡានគឺយើងបាន$111អញ្ចឹងសួរខ្លួនឯងវិញថាតើបលឹមឡើងបងប្អូនផ្ដោតនៅរឿងអ្វីបងប្អូនដែលងងឹត8ទិសបងប្អូនដែលរកស៊ីខាតបងប្អូនដែលត្រូវភរិយាឬក៏ស្វាមីបោះបង់បងប្អូនដែលត្រូវគេបោកគឺបងប្អូនផ្ដោតនឹងឯងរឿងខ្លះអត់ទាន់កើតឡើងទេតែពង្រីកគិតឲ្យវែងឲ្យឆ្ងាយភ័យរន្ធត់ញាប់ញ័រអញ្ចឹងអាពេលដែលយើងភ័យរន្ធត់ញាប់ញ័រនឹងឯងsubconscious mind របស់យើងនេះវាកំពុងតែជ្រាបថាអូម្ចាស់ខ្ញុំចូលចិត្តនៅភាពភ័យរន្ធត់ញាប់ញ័រធ្វើឲ្យយើងទៅទទួលបាននៅរឿងភ័យរន្ធត់ញាប់ញ័រនឹងឯងចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាអាចយកវិធីសាស្ត្រនេះទៅធ្វើបានបងប្អូននឹងមានដំណោះស្រាយហើយអ្វីដែលសំខាន់នោះគឺបងប្អូនអាចនឹងទទួលបានលុយដោយយើងអត់ដឹងខ្លួនទេខ្ញុំជឿជាក់យ៉ាងប្រកបថាលុយចូលខ្ញុំមកដោយងាយស្រួលជាទីបំផុតលុយដែលខ្ញុំត្រូវការបន្ទាន់ហ្នឹងគឺមកហ្មងក្នុង21ថ្ងៃហ្នឹងតែបូកជាមួយនឹងជំនឿនិងអារម្មណ៍ជឿមិនមែនថានិយាយឲ្យបានទេអញហើយអាហ្នឹងកុំនិយាយកុំឲ្យខាតពេលគឺមិនបាច់និយាយទេគឺអត់បានតែម្ដងទាល់តែយើងជឿយ៉ាងងប់ងល់សិនថាវាបានប្រកាសត្រឹមថ្ងៃមួយហ្នឹងព្រោះខ្ញុំកំពុងតែអនុវត្តនៅច្បាប់ស្រូបទាញយ៉ាងជាក់លាក់យ៉ាងប្រកាសលុយចូលងាយលុយចូលស្រួលលុយត្រជាក់លុយត្រជុំខ្ញុំទទួលបានដោយងាយស្រួលជាទីបំផុតជីវិតខ្ញុំកំពុងតែមានដំណើរការទៅយ៉ាងរីកចម្រើនជារៀងរាល់ថ្ងៃនេះគឺជាអ្វីដែលយើងធ្វើបានសម្រាប់បងប្អូនដែលគាត់កំពុងតែជួបនឹងវិបត្តិងងឹត8ទិស21ថ្ងៃទេបងប្អូននឹងមានដំណោះស្រាយបងប្អូននឹងទទួលបាននៅរឿងរ៉ាវល្អៗដែលនឹកស្មានមិនដល់នៅក្នុងជីវិត